រុនសួស្ដីបងប្អូនថ្ងៃនេះនាំមកមើលធម្មជាតិនៅតាមវាស្រែបន្តិចបងប្អូនស្អាតណាស់មើលទៅខ្ញុំក្រោកហាត់ប្រាណតាមភ្លឺស្រែហើយខៀវដោយសារតែមកភ្លៀងពីយប់ហើយបងប្អូនចឹងខៀវមកហើយទឹកក៏ច្រើនទេបងប្អូនអើយទឹកអានេះនៅមកខាងភ្លឺស្រែបងប្អូនស្រែខៀវខាងឆ្វេងដៃខ្ញុំហ្នឹងហើយបើយើងក៏លេចមកមើលខាងស្ដាំដៃយើងវិញនេះសិតតែបន្លាយទឹកបងប្អូនបន្លាយទឹកធំមែនតើហើយធម្មជាតិនៅម្ដុំនេះធម្មជាតិខ្លាំងណាស់ស្បូរទឹកនេះបើភ្លៀងខ្លាំងគឺទឹកនេះវាហូរហៀបងប្អូនហូរហៀនេះបងប្អូនបន្លាយទឹកដែលខ្ញុំនិយាយនេះនៅខាងស្ដាំដៃនេះធំហើយវែងណាបងប្អូនសម្បូរត្រីពេលខ្លះទៅឃើញក្មេងៗមកស្ទូចត្រីរកត្រីនៅនឹងដែរហើយសម្បីស្រែនេះក៏មានគេដាក់មិញដាក់យកត្រីដែរបាទហើយអ្នកដែលបងប្អូនយើងចូលចិត្តស្រុកស្រែចូលចិត្តរបស់ស្រុកស្រែអញ្ចឹងមកនេះមិនខំម្ដងបងប្អូនត្រីសម្បូរណាស់ហើយខ្ញុំចូលចិត្តហូបត្រីកែផ្សេងហ្នឹងសម្បូរហើយដំណាំអីហ្នឹងក៏មានខ្ញុំនឹងមានដំណាំមានផ្សេងទៀតយើងនិយាយទៅមកស្រុកស្រែម្ដងមានអារម្មណ៍ថាស្រស់ស្រាយយើងធ្វើការនៅពេញអញ្ចឹងណាយើងមកលេងម្ដងមួយខែម្ដងអីចឹងទៅក៏ល្អដែរបាទបានស្រូបយកខ្យល់អាកាសហើយពេលផឹកឡើងយើងដឹងហាត់ប្រាណដែរលេងអញ្ចឹងណាបងប្អូនស្រួលយើងស្រួលនិយាយតែស្រួលខ្លួនមានអារម្មណ៍ស្រួលខ្លួនហើយយើងជាមួយធម្មជាតិណាយើងមើលជាមួយធម្មជាតិហើយផ្ទះបងប្អូនយើងនោះនៅឆ្ងាយហើយស្រែនៅមុខផ្លូវវិញបាទសម្រាប់បងប្អូនយើងដែលចូលចិត្តម្ហូបស្រុកស្រែអីចឹងទៅមកអ្នកដឹងតែធាត់ហើយដូចខ្ញុំចឹងខ្ញុំមកម្ដងខ្ញុំគីឡូឡើងរហូតបងប្អូនហើយអញ្ចឹងទៅពេលខ្លះទៅយើងញ៉ាំផងទៅយើងត្រូវហាត់ប្រាណឲ្យបានជាប្រចាំបាទផឹកឡើងជាពិសេសផឹកឡើងយើងហាត់ប្រាណយើងដើរអញ្ចឹងទៅតាមភ្លឺស្រែអញ្ចឹងបែកញើសបាទបែកញើសមកល្មមយើងស្រួលខ្លួនហើយយើងត្រឡប់ទៅផ្ទះវិញបាទបងប្អូនកំពុងគិតពេលហ្នឹងកំពុងគិតថាទៅបន្តទៀតឬមួយមិនវាព្រោះកាណាដាកាន់ឆ្ងាយទៅនោះអញ្ចឹងប្រហែលជាគិតថាត្រូវបកក្រោយត្រឡប់ទៅផ្ទះវិញហើយក៏ដើរបានយូរដែរបានចូល1ម៉ោងអីដែរអញ្ចឹងបងប្អូន